co-working space ដែលជាកន្លែងវិទ្យាសាស្ត្រដែលហ្នឹងតែខ្ញុំអត់ដាក់ឲ្យប្រើទេដោយសារតែខ្ញុំនៅជជែកជាមួយសាលារបស់ខ្ញុំអត់ត្រូវហើយរបស់ខ្ញុំទិន្នន័យរបស់ខ្ញុំអាចថាសម្បូរបែបជាងទិន្នន័យរបស់គាត់ទើប release ថ្មីៗហ្នឹងខ្ញុំបានយកហ្នឹងមកសាកដែរគឺទាល់តែយើងអានច្បាស់អានយឺតបានវា transcript ត្រូវចឹងទៅនេះលក្ខណៈរបស់គាត់ឲ្យដូចខ្ញុំបានលើកឡើងអញ្ចឹងម៉ាស៊ីនជាសំណុំគិតមួយអញ្ចឹងយើងគិតដូចមនុស្សយើងពេលដែលយើងសិក្សាទៅមានន័យថាបើសិនជាគាត់ប្លង់គេច្រើនកងពីព្រោះអត់មាន input អញ្ចឹងម៉ាស៊ីនដូចគ្នាម៉ាស៊ីនមានន័យថាបើយើងចង់ឲ្យម៉ាស៊ីននឹងស្គាល់សម្ដីអ្នកនិយាយនៅតាមធម្មតាអ្នកដែលនិយាយគាត់និយាយធម្មតាដែលមិនមែនជាស្តង់ដារទាល់តែយើងមានទិន្នន័យស្តង់ដារហ្នឹងទៅបរិញ្ញាម៉ាស៊ីនហ្នឹងខ្ញុំបានបែងចែកទិន្នន័យរបស់ខ្ញុំជា4ក្រុមទី1ខ្ញុំយកចេញមកពីអ្នកដែលគាត់អានព័ត៌មាននៅតាមវិទ្យុមួយទៀតគាត់និទានរឿងហើយខ្ញុំឲ្យគាត់ជាគ្រូបរិញ្ញាភាគច្រើនខ្ញុំយកគ្រូបរិញ្ញាព្រោះគ្រូបរិញ្ញាគាត់មានសិល្បៈនៅក្នុងការនិយាយនឹងខ្ពស់ជាងអ្នកធម្មតាអញ្ចឹងទៅគាត់និទានរឿងយើងស្ដាប់ទៅដូចនេះអញ្ចឹងនិទានរឿងបកស្រាយរូបភាពឲ្យគាត់បកស្រាយរូបភាពហើយនឹងយកសម្លេងមកពី Facebook ហើយនឹងសម្លេងដែលយើងប្រកបឲ្យអានអញ្ចឹងវាមាន4-5ហ្នឹងអញ្ចឹងសម្លេងដែលសំខាន់ជាងគេខ្ញុំស្រឡាញ់ជាងគេសាលាគេឲ្យតម្លៃជាងគេសម្លេងមកពី Facebook ប៉ុន្តែ Facebook ហ្នឹងខ្ញុំអត់ទៅ download យកទេពីព្រោះដើម្បីយើងបានទៅជា credit ទៅដល់អ្នកដែលគាត់ផ្ដល់សម្លេងដល់យើងផងហើយយើងបានមានន័យថាយើងយកទិន្នន័យហ្នឹងមកមានគុណភាពផងខ្ញុំតាក់ទងទៅនឹង social influencer នឹងតែម្ដងតាក់ទងដូចដែលជាគុណគូសុភាពអញ្ចឹងខ្ញុំតាក់ទងតាម Telegram តាម email ទៅលោកបងហើយឲ្យសួរលោកបងថាតើលោកបងព្រមផ្ដល់សម្លេងដើម្បីឲ្យកណាយកទៅសិក្សាអត់អញ្ចឹងដល់ពេលលោកផ្ដល់មកលោកមិនមែនឲ្យយើងបញ្ជាក់ប្រាប់លោកថាកណាអត់ចង់បានសម្លេងនៅលើ YouTube ឯព្រោះយើង upload ទៅវាកាត់បន្ថយគុណភាពអីអស់ហើយអញ្ចឹងយើង download មកវាអត់បាន full quality យើងយកសម្លេងដែលលោកថតអញ្ចឹងលោកផ្ញើសម្លេងដែលថតមកយើងយកទៅ train ទៅជាសម្លេងនិយាយធម្មតាប៉ុន្តែគុណភាពខ្ពស់ជាសម្លេងយើងនិយាយធម្មតាពីព្រោះ ASR វាត្រូវការគុណភាពសម្លេងនេះខ្ពស់ដែរមួយទៀតសប្តាហ៍នេះខ្ញុំកំពុងតែបន្ត project នៅសាលារបស់ខ្ញុំគឺខ្ញុំសិក្សាទៅលើគ្រាមភាសាមួយព្រោះវាស្តៀងនឹងខ្មែរគ្រាមភាសាមួយហ្នឹងគឺអត់សូវមានអ្នកនិយាយច្រើនទេឥឡូវហ្នឹងមានតែមួយក្រុមឯងនិយាយខ្ញុំទៅធ្វើអាហ្នឹងហើយខ្ញុំចង់ transcript សម្លេងអ្នកនិយាយហ្នឹងហើយខ្ញុំធ្វើអាហ្នឹងដោយសារតែវាស្តៀងនឹងបរិបទនៅខ្មែរយើងមួយឆ្នាំទៀតខ្ញុំត្រឡប់មកខ្មែរខ្ញុំធ្វើអាហ្នឹងបានល្អអញ្ចឹងនៅពេលដែលយើងគិតធ្វើឲ្យបាន ASR ល្អមកកុំគិតគុណភាពសម្លេងពីព្រោះពេលដែលខ្ញុំនិយាយអញ្ចឹងមីក្រូរបស់ខ្ញុំកន្លែងតកាបើយើងយកសម្លេងដែលខ្ញុំនិយាយនឹងយកទៅ transcript ជាងគុណភាពចាប់បានធ្លាក់ហ្នឹងអញ្ចឹងនៅនោះគេទៅថតសម្លេងនៅកន្លែងរ៉ាទីភ្លើងของដីហ្នឹងវាសម្លេងវាផ្ទាល់វាងាយៗអញ្ចឹងប៉ុន្តែមនុស្សនិយាយនឹងស្ដាប់គ្នាបានអញ្ចឹងគេទៅថតសម្លេងយកហ្នឹងមកយកអាសម្លេងហ្នឹងយកមក train model របស់គេអញ្ចឹងថ្ងៃក្រោយទៅអត់ត្រូវគិតលើគុណភាពទាល់តែច្បាស់ទាល់តែអានទាល់តែអីសម្លេងនិយាយគ្នាធម្មតាមានខ្យល់អីបរិយាកាសខាងក្រៅសត្វយំសត្វអីដាក់បញ្ចូលក្នុងម៉ាស៊ីនដើម្បី train ទៅគឺមានន័យថាគុណភាពម៉ាស៊ីនរបស់យើងគឺល្អថ្ងៃក្រោយទៅត្រូវបប្រវត្តិច្រើនអញ្ចឹងដូចនិយាយក្នុងបន្ទប់និយាយក្រៅបន្ទប់និយាយនៅក្នុងកន្លែងលក់អីវ៉ាន់និយាយនៅអីយើងបង្កើតជា scenario អញ្ចឹងថតមកវិញហើយទៅសុំគាត់ខ្ញុំគិតថានៅខ្មែរយើងគេនឹងសប្បាយចិត្តនឹង contribute សម្លេងរបស់យើងឧទាហរណ៍ខ្ញុំទៅផ្សារខ្ញុំប្រាប់ថាឥឡូវបងឯងពាក់ម៉ៃរបស់ខ្ញុំហើយខ្ញុំដាក់ម៉ាស៊ីនថតឲ្យបងឯងប្រចាំថ្ងៃហើយយើងឲ្យជាដូរអនុស្សាវរីយ៍មួយអីអ្នកខ្លះគាត់ contribute ហើយយើងប្រាប់គាត់ថាពីព្រោះអាហ្នឹងយើង research ជាលក្ខណៈវិទ្យាសាស្ត្រយើងត្រូវឲ្យតម្លៃទៅលើអ្នកផ្ដល់សម្លេងរបស់យើងហើយចុងក្រោយទិន្នន័យរបស់យើងហ្នឹងគឺយើងយកបង្កើតជា credit បើ commercial យើងឲ្យកម្រៃទៅគាត់បើមិន commercial សម្រាប់ស្ថាប័នសម្រាប់រដ្ឋាភិបាលសម្រាប់ការអប់រំទេយើងប្រាប់គាត់ថាយើងយកទៅជួយផ្នែកនេះផ្នែកនោះចឹងទៅខ្ញុំគិតថាអ្នកដែលគាត់ contribute សម្លេងហ្នឹងក៏គាត់សប្បាយចិត្តនឹងឲ្យយើងដែរអញ្ចឹងចំពោះ model របស់ខ្ញុំមាន model មួយឥឡូវឲ្យតែនិយាយកាន់មីក្រូគឺ model របស់ខ្ញុំ transcript បានទាំងអស់មានន័យថាឲ្យតែនិយាយកាន់មីក្រូឆ្ងាយចិត្តអីក៏ដោយបានអស់ពីព្រោះខ្ញុំថតឲ្យគាត់និយាយឆ្ងាយឲ្យគាត់និយាយចិត្តឲ្យគាត់និយាយអីចឹង background ឬមួយអីថែមសម្លេងថែមអីយើងយកអាហ្នឹងយកទៅ train ទៅវាបាន
អញ្ចឹងសម្រាប់ខ្ញុំមាន